សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំណែនាំជូនបងប្អូនដែលលេង drone រៀនលេងຂະຫນາດ GT9 បងប្អូនណាប្រភេទ GT9 យើង control ជាមួយទូរស័ព្ទអញ្ចឹងក្នុងវីដេអូនេះគឺខ្ញុំណែនាំ control ជាមួយទូរស័ព្ទយើងបញ្ជាដោយទូរស័ព្ទយើងកាន់តែ drone ទៅគឺយើង control បញ្ជាដោយទូរស័ព្ទយើងមិនបាច់ប្រើ remote ទេណាអញ្ចឹងខ្ញុំណែនាំជូនបងប្អូនបញ្ជាតាមទូរស័ព្ទអញ្ចឹងមុនដំបូងយើងបើក drone ហើយប្រភេទថ្មវាគឺ3.7 វ៉ុល 1200 មីលីអាំពែអញ្ចឹងសម្រាប់បងប្អូនដែលលេងបងប្អូនដាក់ថ្មវាឲ្យស៊ុបមកបែបនេះហើយបន្ទាប់មកយើងទុកនៅកន្លែងរៀបស្មើប្រភេទនេះមានកម្បាំងការពារស្លាប់អត់សូវងាយខូចស្លាប់ទេបងប្អូនហើយវាមានសំណាញ់ការពារស្លាប់យើងមកផងដែរនេះសំណាញ់នេះបងប្អូនកឹបដាក់ចូលនៅពីលើនឹងមកវាការពារស្លាប់បើសិនជាមានបញ្ហាខូចស្លាប់គឺនៅក្នុងនេះគឺមានស្លាប់សេគួរអញ្ចឹងសម្រាប់បងប្អូនដែលបញ្ជាតាមទូរស័ព្ទបងប្អូន download app វាមកណាapp វាគឺឈ្មោះ KYUSO អញ្ចឹងបងប្អូន scan ក៏បានបងប្អូនវាយទៅ Play Store ឬ App Store គឺឃើញសញ្ញារូបបែបនេះគឺសញ្ញាវាគឺ KYUSO អញ្ចឹងបងប្អូនឲ្យចុចចំ app បែបនេះចាំយើង down ណាបើមិនមែន app បែបនេះយើងកុំ down អីកុំឲ្យជិះវាការខុសអញ្ចឹងសម្រាប់ខ្ញុំគឺ down ហើយគឺ KYUSO អញ្ចឹងបងប្អូន down ហើយរួចរាល់ហើយបាទបងប្អូនបើក drone លេងគឺយើងបើកចុចវាជាប់បាទអញ្ចឹងវាលើបែបនេះបានន័យថាវា connect ជាប់ហើយអញ្ចឹងយើងចូលទៅក្នុងទូរស័ព្ទយើងមុននឹងយើងចូលមិនមែនចូល app មុនទេបងប្អូនណាបងប្អូនចូលកន្លែង Wi-Fi បងប្អូនចូល Wi-Fi អូ Wi-Fi មកជាប់មកគឺប្រហែលជាអត់ច្បាស់ទេបាទជាស្រ័យអញ្ចឹងចេះបានច្បាស់ជាងបាទយើងចូលកន្លែង Wi-Fi យើងចេះមកហើយយើងជិះវាជាប់គឺវា load Wi-Fi របស់ drone មកហើយអញ្ចឹងវារបស់ខ្ញុំគឺ connect auto ដោយសារអីគឺខ្ញុំធ្លាប់ connect វាហើយអញ្ចឹងបងប្អូនលេងលើកទី2ទី3គឺវា connect auto មកយើងស្រាប់ហើយអញ្ចឹង app វាដាក់ flow USO បាទយើងចាំតែក្បាលណាដោយសារអាកណ្ដាលនេះគឺវាដូច app វាអញ្ចឹងដាក់ flow USO អញ្ចឹងបងប្អូន connect រួចរាល់ហើយយើងចេញទៅវិញឲ្យបានសញ្ញាគ្រីសអញ្ចឹងបងប្អូនណាឲ្យលោតសញ្ញាគ្រីសអញ្ចឹងបានយើង connect ជាប់ហើយយើងបើក Bluetooth បើកអីផងមុននឹងយើង connect វាឲ្យវាឆាប់ជាប់ណាឥឡូវវាជាប់ហើយគឺខ្ញុំចូលទៅក្នុង app វាអញ្ចឹងវា load មកបែបនេះបងប្អូនចុច start ខាងស្ដាំដៃអញ្ចឹងវា load មកកាមេរ៉ាបងប្អូនណា load មកកាមេរ៉ាយើងហើយអញ្ចឹងបើបងប្អូនចង់បញ្ជាតាមទូរស័ព្ទដៃបងប្អូនមើលនៅក្នុង option នេះយើងស្រាវជ្រាវនៅក្នុង option នេះខ្ញុំប្រាប់ជូនបងប្អូនទទួលនេះវាមានកាមេរ៉ា2បងប្អូនណាលើមួយក្រោមមួយអញ្ចឹងកាមេរ៉ានេះកាមេរ៉ាខាងក្រោមនេះគឺខ្ញុំចុចអញ្ចឹងវានៅខាងក្រោមនេះខាងក្រោមនេះហើយខ្ញុំចុចត្រឡប់មកវិញគឺកាមេរ៉ាវាទៅមុខវិញអញ្ចឹងរូបថតយើង check រូបថត select រូបថតវីដេអូនៅក្នុងនេះបងប្អូនណាអញ្ចឹងនៅក្នុង option នេះវានេះថតវីដេអូខាងលើនេះ select វីដេអូនៅក្នុងនេះទាំងអស់ហើយបងប្អូនលើកដៃថតឬក៏បងប្អូនចង់បញ្ជាទៅតាម option វាបងប្អូនឆែកនៅលើនេះបងប្អូនណាបងប្អូនធ្វើ test ខ្លួនឯងចោះអានេះខ្ញុំប្រាប់ពីរបៀបបញ្ជាទៅតាមទូរស័ព្ទអញ្ចឹងបងប្អូនចុចកន្លែងនេះបងប្អូនដែលចង់បញ្ជាតាមទូរស័ព្ទណាអញ្ចឹងបងអានេះវាដូចនៅក្នុង tele វាចឹងដែរដូចគ្នាបែបបិទបងប្អូនវាអត់ខុសគ្នាទេគឺឡើងលើចុះក្រោមងាកក្បាលឆ្វេងងាកក្បាលស្ដាំមកខាងឆ្វេងនេះណាអញ្ចឹងឡើងលើបានន័យថាពេលមុនបងប្អូនបើក drone ហើយបងប្អូនឆេះអញ្ចឹងប្រភេទនេះបងប្អូនឆេះចេះខ្ញុំប្រាប់ពីឆេះសិនយើងទុកម្ដុំបងប្អូនរុញវាឡើងបងប្អូនឃើញវល់ស្លាបទេចុះក្រោមនេះលុតបងប្អូនឃើញទេអញ្ចឹងខ្ញុំបញ្យល់ពីការហោះឡើងលើនិងចុះក្រោមងាកឆ្វេងងាកស្ដាំទៅមុខថយក្រោយងាកឆ្វេងងាកស្ដាំអញ្ចឹងបេតុងនេះបងប្អូនឆេះអាប្រភេទនេះគឺឆេះអញ្ចឹងណាបងប្អូនណាបាទអញ្ចឹងវាវល់ស្លាប់បងប្អូនរុញមួយគឺហោះហើយអញ្ចឹងសម្រាប់បេតុងមួយនេះបងប្អូនបញ្ឆេះហើយវល់ស្លាប់ហើយបងប្អូនរុញឡើងអានេះឡើងលើចុះក្រោមអញ្ចឹងបានន័យថាបងប្អូនរុញពេលរុញឡើងគឺឡើងលើចេះចុះក្រោមគឺចុះក្រោមចុះវិញនេះបងប្អូនណាសញ្ញាព្រួញឡើងលើចុះក្រោមអញ្ចឹងdroneឡើងចុះក្រោមឡើងចុះក្រោមអញ្ចឹងណាអញ្ចឹងអាខាងឆ្វេងនេះបងប្អូនឃើញព្រួញវិលទេក្បាលព្រួញវិលបានន័យថាយើងចុចមកឆ្វេងវាក្បាលងាកមកឆ្វេងអញ្ចឹងបងប្អូនចុចមកស្ដាំdroneនេះវាងាកមកស្ដាំចេះអញ្ចឹងបានន័យថាឆ្វេងស្ដាំហ្នឹងបានថាងាកក្បាលឆ្វេងងាកក្បាលស្ដាំអាពី joystick នៅខាងឆ្វេងនេះណាហើយសម្រាប់ខាងស្ដាំវិញបងប្អូនខាងស្ដាំបងប្អូនចុចឡើងទៅលើវាហោះឡើងទៅលើចុះក្រោមទៅមុខថយក្រោយអញ្ចឹងអាខាងឆ្វេងឡើងលើចុះក្រោមខាងស្ដាំទៅមុខថយក្រោយអញ្ចឹងសម្រាប់បងប្អូនដែល control វាបងប្អូនចាំតែប៉ុណ្្នឹងទៅបានហើយណាអាខាង
ឆ្វេងនេះឡើងលើចុះក្រោមងាកក្បាលឆ្វេងងាកក្បាលស្ដាំអាខាងស្ដាំនេះបងប្អូនចុចសញ្ញាព្រួយឡើងលើអញ្ចេះគឺបានន័យថាដ្រូននឹងទៅមុខអាសញ្ញាព្រួយមកក្រោយនេះបានន័យថាដ្រូននឹងមកក្រោយចេះបងប្អូនចំណាំណាទៅមុខមកក្រោយទៅមុខថយក្រោយអាសញ្ញាព្រួយនេះបងប្អូនណាទៅមុខថយក្រោយទៅមុខថយក្រោយអញ្ចឹងបងប្អូនរួចមកក្រោយចេះដ្រូននឹងមកក្រោយណាដ្រូនមកក្រោយចេះបងប្អូនរួចឡើងលើរួចទៅមុខចេះដ្រូននឹងទៅមុខហើយបងប្អូនងាកមកឆ្វេងចេះដ្រូននឹងងាកខ្លួនមកឆ្វេងបងប្អូនងាកមកស្ដាំចេះដ្រូននឹងងាកមកស្ដាំអញ្ចឹងបានន័យថា joystick ខាងស្ដាំនេះវាខុសគ្នាបងប្អូនណាយើងបក់យើងងាកមកឆ្វេងយើងរួចមកឆ្វេងចេះវាងាកទាំងខ្លួនវាមកឆ្វេងហើយបើសិនតែខាងនេះបើសិនជាបងប្អូនងាកមកឆ្វេងចេះដ្រូនហ្នឹងវល់ក្បាលឆ្វេងបងប្អូនតោះនេះបាទបងប្អូនចាំតម្លៃហ្នឹងណាអញ្ចឹងពេលដែលយើងលេងវា control បែបហ្នឹងបងប្អូនត្រូវប្រកាសថាឲ្យចេះជាកន្លែងហ្នឹងសិនចាំយើងប្រើ option ផ្សេងអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតអានេះឡើងលើចុះក្រោមងាកក្បាលឆ្វេងងាកក្បាលស្ដាំទៅមុខមកក្រោយងាកខ្លួនឆ្វេងងាកខ្លួនស្ដាំប៉ុណ្ណឹងណាអញ្ចឹងសម្រាប់option ផ្សេងបងប្អូនស្រាវជ្រាវនៅក្នុងហ្នឹងវាប្រកបនៅក្នុងហ្នឹងជួនកាល option ខ្លះយើងលេងទៅបានជួនកាល option ខ្លះវាដាក់បញ្ឆោតទេគាត់ថាខ្នាតអស់នេះយើងរៀនលេងវាសមនឹងរៀនលេងដែរណាអញ្ចឹងវីដេអូនេះចប់តែប៉ុណ្នេះអរគុណ